សួស្តីបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបាទកថាខានចេញវីដេអូយូរហើយពុកម៉ែបងប្អូនបាទដោយសារថារវល់បាទយូរនេះគេថាយូរមែនតើបាទឥឡូវនេះបាទយើងបន្តមក session D របស់យើងបាទគឺយើងសិក្សាទៅលើ conversation បាទ conversation យើងប្រែថាការសន្ទនាបាទ listen to your teacher and practice with your partner បាទដែលស្ដាប់គ្រូរបស់អ្នកហើយអនុវត្តជាមួយនឹងដៃគូរបស់អ្នកអញ្ចឹងមុននឹងយើងចូលទៅមេរៀនរបស់យើងទៅចេះពាក្យកលឹះមួយចំនួនបាទពាក្យ like យើងប្រែថាចូលចិត្ត on យើងប្រែថានៅបាទ but មើលមើលឲ្យប៉ុន្តែបាទនេះយើងប្រែថាប៉ុន្តែបាទ sunset ដែលថាថ្ងៃលិច where and blowing the cat football បាទ football យើងប្រែថាបាល់ទាត់ beach យើងប្រែថាឆ្នេរខ្សាច់មាត់សមុទ្រឬក៏ឆ្នេរទន្លេអញ្ចឹងទៅបាទ done គឺថាមិនទេមិនធ្វើទេបាទស្មើនឹងពាក្យ do not swimming គឺថាហែលទឹកបាទ swimming ឥឡូវយើងចូលទៅ conversation របស់យើងគឺ number 1 how are you ចិនដាបាទតើអ្នកសុខសប្បាយទេចិនដា I'm fine ខ្ញុំសុខសប្បាយទេ thank you អរគុណnumber 2 where are you going on Khmer New Year តើអ្នកទៅលេងណានៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបាទ where are you going on Khmer New Year I'm going to Siem Reap and you បាទខ្ញុំទៅលេងសៀមរាបចុះអ្នកវិញ number 3 I'm going to Cape Rowing ខ្ញុំទៅលេងខេត្តកែប What do you like to do តើអ្នកចូលចិត្តធ្វើអ្វីបាទគាត់ចូលចិត្តធ្វើអ្វី I like to play football បាទ football on the beach and swim and you បាទខ្ញុំចូលចិត្តលេងបាល់នៅឆ្នេរខ្សាច់ហើយនឹងហែលទឹក I like to play football on the beach and swim បាទ and you ចុះអ្នកវិញ I like to beach បាទខ្ញុំចូលចិត្តលេងឆ្នេរបាទ but I don't like swimming ប៉ុន្តែខ្ញុំចូលចិត្តលេងទឹកទេបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងហើយចាំយើងជួបគ្នានៅវីដេអូបន្តទៀតបាទសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយ